មនុស្សយើងកាលណាដែលធ្វើទីផ្សារឬក៏ទៅវាយបហានៅរតីដើម្បីលើខ្លួនឯងអានឹងហៅថាមនុស្សអាត្មានិយមឬក៏ភាសាសាមញ្ញថាថោកទាបឯងចេះចាញ់វាយជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមអនុញ្ញាតណែនាំខ្លួនខ្ញុំបាទឈ្មោះសាយសុហេងហៅ Mr. ហេងរស់នៅស្រុកមេមត់ខេត្តត្បូងឃ្មុំបច្ចុប្បន្នខ្ញុំប្រកបរបរខាងតន្ត្រីសម័យអកដងដែលមានឈ្មោះថាតន្ត្រី Mr. ហេងហើយខ្ញុំក៏នៅតែនិយាយថាខ្ញុំអត់ល្អទេបងប្អូនខ្ញុំរងថ្ងៃនេះយើងនៅមានចំណុចខ្វះខាតនៅមានកម្រិតច្រើនណាស់ប៉ុន្តែយ៉ាងហោចគឺខ្ញុំនៅតែមានគោលដៅមានឆន្ទៈប្រឹងប្រែងអាប់ដេតបន្តទៀតតាមលទ្ធភាពដែលអាចធ្វើទៅបានដោយមិនទៅប៉ះពាល់អ្នកដទៃដើម្បីឆ្នាំងបាយខ្លួនឯងឬក៏ដើម្បីខ្លួនឯងទេមនុស្សយើងកាលណាដែលធ្វើទីផ្សារឬក៏ទៅវាយបហាអ្នកដទៃដើម្បីលើខ្លួនឯងអានឹងហៅថាមនុស្សអាត្មានិយមឬក៏ភាសាសាមញ្ញថាថោកទាបអញ្ចឹងគោលចំហរបស់ខ្ញុំគឺខ្ញុំធ្វើម៉េចប្រឹងប្រែងរៀបចំក្រុមខ្លួនឯងបងប្អូនតាមលទ្ធភាពរបស់ខ្ញុំអាចធ្វើទៅបានបន្តមកបើយើងនិយាយឲ្យខ្លីហ្មងជារួមនៅពេលដែលយើងចាប់ផ្ដើមចេញសម្ដែងគឺយើងប្រឹងប្រែងសម្ដែងឲ្យបានល្អអស់ពីលទ្ធភាពយើងដើម្បីឲ្យភ្ញៀវនៅក្នុងកម្មវិធីហ្នឹងគាត់មើលមកគាត់មានអារម្មណ៍ថាវាតម្លៃថាយើងល្អមិនល្អគាត់ពេញចិត្តមិនពេញចិត្តគឺគាត់ជាអ្នកវាតម្លៃដោយភាសាសាមញ្ញថាម៉េចបងប្អូនតិជនជាស្ដាច់ហើយរងថ្ងៃភ្ញៀវគាត់ដើរហូបការគេច្រើនរោងណាខ្ញុំជឿហើយគាត់ក៏ជឿតន្ត្រីច្រើនដែរឬក៏សម័យនេះនៅតាមបណ្ដាញសង្គមគឺទលំទលាយតន្ត្រីជាច្រើនដែលគាត់អាចឃើញអញ្ចឹងគាត់ពេញចិត្តតន្ត្រីណាគាត់ជួតន្ត្រីហ្នឹងហើយបងប្អូនហើយបើគាត់សួរព័ត៌មានយើងប្រឹងប្រែងតែបង្ហាញពីអ្វីដែលជាខ្លួនឯងមុខរបររបស់ខ្លួនឯងទៅមិនបាច់ទៅប្រៀបធៀបអ្នកដទៃដើម្បីមកទាញអារម្មណ៍ភ្ញៀវហ្នឹងឲ្យគាត់មកយកយើងទេទោះជាភ្ញៀវហ្នឹងគាត់សួរនាំបែបណាយើងព្យាយាមបង្ហាញតែអ្វីដែលខ្លួនយើងទៅដូចខ្ញុំបងប្អូនមែនខ្ញុំអត់មានណាភ្ញៀវសួរខ្ញុំថាបងភ្លេងនេះមិនដែរអីមិនដែរអញ្ចឹងទៅខ្ញុំប្រាប់ថាគាត់ល្អបែបគាត់ខ្ញុំល្អបែបខ្ញុំបងប្អូនបាទអញ្ចឹងបងពេញចិត្តខាងណាបងយកខាងហ្នឹងចុះហើយត្រឡប់មកវិញតិចខ្ញុំចែកម្លែកទៅកាន់បងប្រុសដែលខាងព្រៃវែងដែលសួរប្អូនពីរបៀបធ្វើទីផ្សាររបស់ប្អូនកន្លងទៅហ្នឹងបើតែប្អូនប្រឹងប្រែងលេងតាមរោងហើយពួកប្អូនមានចំណុចមួយទៀតយើងពង្រីកទីផ្សារបន្ថែមតាមរយៈការថតវីដេអូផ្សព្វផ្សាយពីការសម្ដែងការច្រៀងការរួមរបស់ពួកយើងហ្នឹងដើម្បីឲ្យបងប្អូនអ្នកដែលគាត់មិនទាន់ធ្លាប់ជួបយើងមិនទាន់ស្គាល់យើងគាត់អាចចាប់អារម្មណ៍បានឃើញវីដេអូយើងសម្ដែងហើយចុងក្រោយមួយទៀតគឺការជួយធ្វើទីផ្សារបន្ថែមពីបុគ្គលិករបស់យើងអញ្ចឹងអ្វីដែលពួកគាត់អាចជួយធ្វើទីផ្សារបន្ថែមបានខ្ញុំសូមឲ្យពួកគាត់ជួយ share ទេបងប្អូនរាល់ពេលដែលមានអតិថិជនគាត់ជួលគាត់អីឬក៏ខ្ញុំបង្ហោះវីដេអូការសម្ដែងខ្ញុំនឹងតម្លាក់ link ចូលក្នុង group chat របស់ខ្ញុំហ្នឹងក្រុមការងារខ្ញុំគាត់ join ឃើញទៅគាត់ជួយ share ម្នាក់មួយអញ្ចឹងទៅហើយបុគ្គលិកខ្លះគាត់មានទឹកចិត្តណាបងប្អូនមិនបាច់ថាតតែមេតម្លាក់ link ចូលក្នុង group ទេបង្ហោះរបស់យើងចាស់ឬក៏ប្រហែលថ្ងៃមុនក៏ដោយគាត់យកមក share ឡើងវិញទៀតហើយខ្ញុំតែងតែឆ្លៀតឱកាសណែនាំពួកគាត់រហូតធ្វើយ៉ាងណាយើងបរិយាទីផ្សាររបស់យើងប្រឹងប្រែងផ្សព្វផ្សាយរបស់យើងមកណាយើងកុំទៅប្រៀបធៀបអ្នកដទៃសំខាន់លើភ្ញៀវដែលគាត់ស្រឡាញ់ពេញចិត្តតែគាត់ពេញចិត្តយើងគាត់ជួលទេមិនបាច់ចាំទៅអួតតាមឆាតប្រាប់ភ្ញៀវថាយើងល្អលើសលប់ភ្លេងនេះមិនល្អទេអន់ស្ទើមិនបាច់ទេដូចខ្ញុំនិយាយចឹងភ្ញៀវគាត់ស្រឡាញ់ខាងណាគាត់ជួលខាងនោះហើយចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏ឆ្លៀតឱកាសហ្នឹងក៏ចង់ប្រាប់ទៅកាន់អ្នកដែលតែងតែធ្វើទីផ្សាររបៀបថោកទាបក្នុងការប្រៀបធៀបឈ្មោះគេដើម្បីលើកឈ្មោះខ្លួនឯងខ្ញុំសុំតែមិនសុខទេតែបើមិនឲ្យខ្ញុំសុខខ្ញុំមានតែកំដរតាមហ្នឹង